ហើយអ្វីបានជានៅពេលដែលយើងដៃរបស់យើងប៉ះទៅនឹងវត្ថុដែលក្តៅឬគេហៅថាឆ្នាំងអ៊ុតអីជាដើមណាវានាំឲ្យយើងមានការឈឺចាប់ហើយស្រែកអាយ៉ាស់អាយ៉ូយចឹងជាដើមប្រិយមិត្តបានដឹងហើយថានៅក្នុងស្រទាប់ដែមនៃស្បែករបស់យើងគឺវាមានធ្មួលដែលរស់ទៅនឹងកម្ដៅបាទអញ្ចឹងឆ្នាំងអ៊ុតក៏ដោយវត្ថុដែលក្តៅគឺវាក្តៅគឺនៅពេលដែលធ្មួលវាចាប់បានសញ្ញាណជាកម្ដៅវាបានបំលែងកម្ដៅនេះឲ្យទៅជាអង្គុយប្រសាទព្រោះហើយវាដឹកនាំតាមរយៈផ្នែកវិញ្ញាណនាំចូលទៅផ្នែកខ្នងនៃសាធារប្រភេទរបស់គូឆ្អឹងខ្នងយើងបាទអង្គុយប្រសាទនេះវាបានឆ្លងកាត់អន្តរនរោរួចហើយបានចូលទៅតាមផ្នែកចលករនៃសាធារប្រភេទរបស់គូឆ្អឹងខ្នងយើងបាទអង្គុយប្រសាទដែលចេញពីនរោចលករផ្នែកចលករនៃសាធារប្រភេទរបស់គូឆ្អឹងខ្នងវាត្រូវបានបញ្ជាក់ពីការកន្ត្រាក់នៃសន្លប់របស់យើងដែលនាំឲ្យយើងកន្ត្រាក់ដៃចេញពីវត្ថុក្តៅនឹងតែម្ដងបាទទន្ទឹមនឹងនោះអង្គុយប្រសាទដដែលនឹងគឺវាត្រូវបានទទួលឬក៏បំលែងដឹកនាំដោយសរសៃប្រសាទទៅកាន់ខួរក្បាលដើម្បីបកស្រាយឲ្យទៅជាការឈឺភាសានៅក្នុងធ្មួលសន្ទុះនៅក្នុងស្រទាប់ដែករបស់យើងវាមានធ្មួលដែលរស់នឹងការឈឺចាប់ដូចគ្នាអញ្ចឹងទន្ទឹមនឹងកន្ត្រាក់ដៃចេញអង្គុយប្រសាទក៏ត្រូវបានបញ្ជូនទៅកាន់ខួរក្បាលដើម្បីបកស្រាយឲ្យយើងមានការឈឺចាប់ដែលអាចឲ្យយើងស្រែកអាយ៉ូយអាយ៉ាស់ជាដើមបាទនេះគឺជាមូលហេតុដែលនាំឲ្យនៅពេលយើងប៉ះវត្ថុក្តៅធ្វើឲ្យយើងដកដៃចេញបាទសូមអរគុណ